អ្នកកណ្ដាលកាត់ក្តីក្នុងការប្រកួតនេះបាទលោកចិនឥឡូវលោកអ្នកកណ្ដាលគាត់បានប្រាប់អ្នកទាំងពីរហើយក៏ចាប់ដើមបោះកាក់ជាប់សពគ្រប់ហើយដែរបាទថតរូបទុកជាអនុស្សាវរីយ៍មួយសិនបាទយើងក៏លេចទៅមើល11អ្នករបស់កម្ពុជាមានកីឡាករបាទកៅសុកសេឡាកាន់វិសាលបានជួលវិញអុកសវណ្ណសេតរ៉ូស៊ីបទេសសម្បត្តិស៊ុតបារាំងអ៊ិនសដាវីតអនចាន់ប៉ូលីនសៀងចន្ទធាស៊ីនសុផាន់ណាតហើយនឹងកីឡាករកៅសុកភេងគ្រូបំវឹកបាទលោក West Liza ពពៅបាទពពៅលោកពពៅគាត់និយាយរួមក៏អួតអាងបាទនេះលោកហ្វីលីដាម៉ាស់បាទគ្រូបង្គោលរបស់កម្ពុជាបាទសញ្ជាតិអសាំទីនបាទទឹកមុខស្មៅចែបាទគឺអត់បញ្ហាទេបាទកូនក្រុមលេងប្រកបដោយឆន្ទៈលេងកុំទប់លេងទៅមុខឲ្យខ្លាំងនេះបាយនោះទេយើងធ្វើការផ្សាយតែជំរឿនជាតិកម្ពុជាប្រកួតជាមួយនឹងក្រុមភូមាបាទគុំជើញលោកស្រីនិងកញ្ញាបាទទស្សនាទាំងអស់គ្នានៅការប្រកួតវគ្គចក្រដាប់ដាច់ព្រាត់ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ3បាទដណ្ដើមចំណាត់លេខ3ឱកាសរបស់កម្ពុជាចូលសៀងចន្ទធាចាទុកប្រវត្តិសាស្ត្រថានៅក្នុងព្រឹត្តិការណ៍នេះគាត់ចូលទីលឿនបំផុតបានតែ20វិនាទីជាងតែប៉ុណ្ណោះទេសៀងចន្ទធាល្អមែនទែន1-0អ្នកចាំទីចាប់ដើមងៀមងាមតែហេតុអីបានជាសុទ្ធលឿនយ៉ាងនេះមានឱកាសបាល់គ្រាន់តែចាប់ដើមកែចេញបាល់ទេគេលេចទៅមើលឲ្យស៊ុនសុផាណាតកែបាល់នេះទៅឲ្យខ្សែការពារក៏ចាប់ដើមបំផ្លងមកទាំងដោយស៊ុនសុផាណាតខ្សែការពាររបស់កម្ពុជានឹងជាប្រធានក្រុមបន្តទៅដល់ចំជើងសៀងចន្ទធាប៉ះពីប៉ះបាទជាមួយនឹងដៃគូរបស់គេកៅសុកភេងឲ្យក៏ល្អសៀងចន្ទធាក៏ល្អទស្សនាកັບកន្លែងនេះឲ្យទៅចន្ទធាអូបាល់ចុចមកកន្លែងនេះល្អមែនទែនសៀងចន្ទធាខាងភូមាអូយអត់ទេខ្សែការពាររបស់យើងជាយាមកន្លែងនេះមួយខ្មៅចូលទីបាត់ទៅហើយអូយសោកស្ដាយមែនទែនសម្រាប់កម្ពុជាហេតុអីបាទមួយស្មើនាទីទី9បាទនាទីទី9និយាយរួមមកយើងបាត់បន្ទោសអ្នកចាំទីទេគេថាបាល់ដែលលើកហើយមកប៉ះក្បាលនេះគឺពិបាកនៅក្នុងការស្មានណាបាទសុកសាឡាកៅសុកសាឡាបាទគាត់ស្មានតែបាននៅកន្លែងនេះទេបាទចឹងគាត់រត់មកអត់ទាន់ហើយបាល់នេះបើសិនប្រកបនៅកណ្ដាលក៏អាចរត់ទាន់ដែរបាទសម្រាប់កៅសុកសាឡាបានដើមកន្លែងនេះទេសម្បត្តិបាត់ទុកបានអត់ទេបាទឲ្យទៅមុខរួចទេទៅមុខទៀតឱកាសកន្លែងនេះតិចថាមកក្របពីរបស់គេចូលទីបាត់ហើយតែអត់ឲ្យទេបាល់ចំហអបសាយបាទចំហអបសាយឥឡូវអ្នកដែលរកបានមកក្របឲ្យភូមាប្រធានក្រុមជាអ្នកគ្រប់គ្រងបាល់ឱកាសកន្លែងនេះអូយអត់អីទេរួចខ្លួនមកតាទៀតនេះបាទគឺគ្រោះថ្នាក់ណាបាទលើកទៅហើយសាឡាចាប់បាល់បានចន្ទធាបញ្ចុះបន្តទៅកន្លែងនេះស្អាតមែនទែនជាមួយបញ្ចុះយើងគួរសមដែរអូយអ្នកចាំទីគេចាំបាល់បានបងប្អូនថ្ងៃនេះបាទគឺលោកអ្នកទស្សនាឱកាសរបស់គេឲ្យកន្លែងនេះគិតមកជើងអូយបាទយើងនៅក្នុងគូលបាទយើងចាញ់មកប្រកួតទេឈ្នះ2និងស្មើ1ឱកាសកន្លែងនេះអូកៅសុកភេងសម្លឹងមើលអ្នកចាំទីដែរលេខ13គង់ម៉ាន់សុខទៅញ៉ាយអូចេញទៅក្រៅទៅហើយកលហើយបាទកលហេលេខកម្ពុជានឹងទីនេះបាទលេខបាទចកាពិតបាទទាត់មានច្រើនប្រភេទដែរមានទាំងកម្លាំងកាយបាទតាមបានពេលប៉ះទៅគេដើរស្ទុះទៅរកសវណ្ណទៀតបាទលេខ7ឬក៏លេខ8ជាអ្នកអបពីណៃលេខ8បាទចូលទីទៅហើយចូលកីឡាករលេខ8ភូមាយ៉ាត់គួងខាន់បាទបាល់ពីណៃបាទដាច់ចង្កេះអ្នកចាំទីទៅហើយដាច់ចង្កេះអ្នកចាំទីបាទអ្នកចាំទីរបស់យើងបានព្យាយាមទៅខាងឆ្វេងបាទដាច់ទៅទាត់ជះមកខាងវិញទេសម្បត្តិលេងខ្លីៗកន្លែងនេះបន្តទៅស្លាប់ខាងឆ្វេងទប់កន្លែងនេះមួយស៊ុតបារាំងឲ្យបន្តមកវិញឲ្យផ្ចុចកន្លែងនេះក៏ល្អណាស់ដែរបារាំងឲ្យកន្លែងនេះអូយអ្នកដែលឲ្យល្អនេះផ្ការីតែអ្នកដែលស៊ុតនេះហេតុអីមិនព្រមល្អដូចគេផ្ញើគេឲ្យមកទស្សនារូបភាពយឺតកន្លែងនេះឱកាសរបស់យើងតាមស្មើកន្លែងនេះទៅហើយសោកស្ដាយមែនតើ
អូស៊ុនសុផាណាតគាត់ខឹងចិត្តមែនតើហេតុអីបានជាធ្វើមិនបានល្អឥឡូវបាល់ចេញពីជ្រុងប្រធានក្រុមបូបូជាអ្នកលើកឱកាសកន្លែងនេះផ្ទះបាល់ចេញតែបាល់នៅសល់ទាំងចេញក្រៅទីហើយឥឡូវលោកអញ្ញាកណាត់ក៏គាត់បានខ្លុំកញ្ចែបញ្ចប់ការប្រកួតនៅវគ្គទី1ទៅហើយដែលមានការឧបត្ថម្ភពី Boost Strong ហើយនិង Freshy បាទទឹកលើជើ Freshy បាទឡកកន្លែងនេះឱកាសរបស់ភូមាបាទទាញមកកន្លែងនេះកូនពីចង្ងាយមកជើងបាទបាល់ចេញក្រៅទីបាទឥឡូវខាងយើងសាច់ជាថ្មីទាត់មកកន្លែងនេះសម្លឹងទៅរកទីឱកាសរបស់កែវសុកភេងជំនាញកន្លែងនេះទាញហើយកែវសុកភេងកាប់មួយសិនអីយចង្គុយលើបាល់អញ្ចឹងអត់អីទេអត់បញ្ជូនបាល់ខ្លីឱកាសរបស់ខាងភូមាខនទៅអាតាក់លឿនមែនទែនអូយទីទៀតចូលបាទនេះគេថាវាបកលឿនណាបាទវាបកលឿនបាទសម្រាប់ខាងភូមាទស្សនារូបភាពយឺតការបញ្ជូនចន្លោះផុតខ្សែការពាររបស់កម្ពុជាមានកីឡាករអុកសវណ្ណនឹងគឺប្រើលឿនមែនទែននេះអត់ឲ្យកីឡាករបងគួងម៉ាន់មកមានការសុទ្ធក្របមកក្របទៀតទេសកបានលើកមកឲ្យឆ្ងាយអីយោណែតែយ៉ាងណាបាល់អុកសាយទៅហើយបាទឥឡូវសៀងចន្ទធាជើងលឿនមែនទែនបាទសៀងចន្ទធាឲ្យបន្តបារាំងបំផ្លើមកកន្លែងនេះខ្សែអ្នកចាំទីចាប់បាល់បានបាទឥឡូវខាងគេឆាប់បាល់បានកន្លែងនេះល្អណាស់បាទទប់មួយសិនលេខ10របស់គេបាទលេខ10ទាញចូលមកក្នុងទើបទៅចូលមួយនេះទាត់មកជើងអូហូយមកលៀមឲ្យមកបាទលេខខ្លីបាទតបកន្លែងនេះមួយសិនអិនសាដាវីតក៏មកទៀតអូយតាំងចិត្តមែនតើអូយសេបបាញ់មិញគេថាមុំនេះចង់អូយ90ដឺក្រេទេសនារូបភាពយឺតអិនសាដាវីតទាត់កន្លែងនេះប៉ះចុងដៃអ្នកចាំទីបន្តិចដែរណាអ្នកចាំទីប៉ះហេអត់បានទេបំផ្លងមកកន្លែងនេះបាទទប់ដោយកែវសុកភេងកាប់ក្រោយវិញសិនបាទមាននៅខាងនេះទៀនចន្ទធានៅក្បែរនេះកែវសុកភេងអើយយោយកន្លែងនេះទប់មួយសិនបាទទាត់មកជើងទៅរកទីសាយជាថ្មីដាក់ដើមទ្រុំមួយអើយយោយបាទឡើងទៅលើបាត់ទៅហើយបារាំងទៅហើយបារាំងទិតខ្លួនឯងមកជើងនេះទៅរកទីចូលរឹងប៊ុនហៀងមានឱកាសតែបានមួយក្បាលដែរតែមិនចំទីទេសារសឿនបារាំងគាត់ខាងកលេឃើញណាកន្លែងសាច់ជាថ្មីទៅហើយសៀងចន្ទធាមកកន្លែងនេះឡងល្អណាអូយបាទទិតមកជើងខាងស្ដាំបាល់ចេញខាងក្រៅទីសូមអរគុណទៅដល់លោកអៀមសេរីគុណរងហ៊ុនលីហើយទីអ៊ុយទីយ៉ាងប្រទីครับហើយឡើងកន្លែងនេះឱកាសអូយបាទចាប់បាល់បានហើយកន្លែងនេះឱកាសរបស់កម្ពុជាបាល់នៅសល់ទាត់ពីចម្ងាយទប់កន្លែងនេះមួយសិនអីយកការសុភ័យយ៉ាងម៉េចដែរអត់អីទេបាទគេទាំងជាប់ឥឡូវជប់សានលោកញ៉ាក្រាខ្ញុំចែសិនបាទបាត់ល្អមែនទែនប្រជុំមកកដាលសៀងចន្ទធាឲ្យរឿងមុនហៀងមានឱកាសចូលអត់ទេអូណែសោកស្ដាយមែនទែនបាទសំណាងបានលើពីខ្សែការពារវិនមកជូគាត់កាន់វិសាលបាទបន្តមកសាយជាថ្មីកន្លែងនេះមួយក្បាលអីយោយចុះមិនអូនគោលទៅអាចហើយឥឡូវសៀងចន្ទធាកាប់មួយសិនសៀងចន្ទធាកន្លែងណាក៏ចេះដែរជើងអូជើងស្ដាំក៏បានឆ្វេងក៏បាននៅទិននាទី70នេះបាទបញ្ជូនមកសាយជាថ្មីអិនសាដាវីតក៏បកកែនៅក្នុងបាល់ពីនៃហ្វ្រីគីកចូលកន្លែងនេះហ្នឹងល្មមទៅបាទឱកាសរបស់កែវសុកភេងចូលឬមិនចូលបាល់កន្លែងនេះក៏ជាកន្លែងចំណុចដែលភូមាគេសុទ្ធបាល់ហ្វ្រីគីកទៅលើអ្នកចាំទីរបស់យើងដែរគឺសាឡាកែវសុកភេងអាចសម្រេចទីគ្រាប់ស្មើឲ្យកម្ពុជាឬយ៉ាងណាឲ្យតែកែវសុកភេងសុទ្ធចូលកន្លែងនេះមួយយើងសង្ឃឹមហើយថាអាចនឹងឈានទៅដល់ការសិតមកចូលកែវសុកភេងអ្វីដែលខ្ញុំគិតថាគាត់នឹងបានសាងគុណសម្បត្តិមិនគឺសាងនៅពេលនេះហើយចូលនេះគឺជាគ្រាប់បាល់តាមបានស្មើកែវសុកភេងពិតជាអស្ចារ្យមែនទែនសិតនេះ
អ្នកចាំទីណាក៏មិនងាយនៅក្នុងការចាប់បាល់បានដែរកុំថាឡើយលំដាប់ពិភពលោកនេះគឺសុទ្ធមុំ90ដឺក្រេតែម្ដងអ្នកចាំទីបានទៅមកដល់ខ្លួនទេកៅសុកភេងអបអសាទរដេវីតមូស្លីមអូជាឱកាសល្អមែនលើនេះបាទកម្ពុជាអ្នកគ្រប់គ្រងបាទសុទ្ធវិញហើយអូយក្បែរនឹងចូលទីតែហើយបាទបាក់តូបមួយសិនរត់មុននាងអ្នកដែលសុទ្ធពីចង្អាយចូលទេអូយណែគាត់ពីចង្អាយរវាងឥណ្ឌូនេស៊ីហើយនិងវៀតណាមបាទកន្លែងនេះអូតើរំខានអ្នកចាំទីអញ្ញាកណ្ដាលពីនៃហើយតែគាត់ទីកម្ពុជាចាប់បាល់បានទេសនាបាទរូបភាពយឺតបាទកន្លែងនេះមកទីបានអូយបាទធ្ងន់បាទកន្លែងនេះបាទលេខ7បាទរបស់គុំលាបាទកីឡាករមើអ៊ុងបាទណែតំបន់អ្នកចាំទីបាទអ្នកចាំទីចឹងគាត់ឡើងមកការពារបាទឥឡូវលោកអញ្ញាករាលគាត់ផ្លុំកញ្ចែផ្លុំនេះគឺផ្លុំបញ្ចប់ការប្រកួតតែម្ដង11ម៉ែត្របាល់កាត់ទឹកដីដោយពេលនឹងទីសេឡាអូយ1-0គឺជាការជិតបាល់កាត់ទឹកដីបាទបាល់នេះគឺកាត់ទឹកដីហើយនៅវិតចូលឥឡូវលោកអញ្ញាកណ្ដាលការសុខសាឡាទៀតចេញអូកន្លែងនឹងអណ្ដាលទៀតបាទ2មកលើមូស្លីមចូលអូយបាទពុតកន្លែងនេះពុតដាច់តារាងចោលមកជើងនេះចូលមកកន្លែងនេះចាប់ឲ្យបានអត់ព្រមទេអូយកន្លែងហ្នឹងទៀតបាទ3មកពិសិដ្ឋទៅខាងណាអញ្ចេះមកក្របនេះមកពិសិដ្ឋចូលអូយ3គ្រាប់របស់កម្ពុជាចង់ដាច់ហ្គោលណាទៅលឿនសេឡាត្រៀមឲ្យបានល្អជាទីបំផុតចូលឬក៏មិនចូលអូយខឹងចិត្តមែនតើបាទបាទកតានេះចេញមកជើងឆ្វេងបាទអាចបានគ្រាប់ទី4កាត់ឡើងអរេចូលឥឡូវកន្លែងនេះសេឡាដែលគាត់ដឹងច្បាប់បាល់ក៏ទើបបាល់មួយហើយឥឡូវសេឡាសូមឲ្យសេឡាចាប់បានកន្លែងមួយអូយបាទអត់នៅទេបាទគ្រាប់ទី5ឥឡូវការរបស់កែវសុកភេងអត់មានអីបំផាត់នៅក្នុងការសុទ្ធទេកែវសុកភេងចូល